ពេលដែលយើងជ្រើសរើសផ្លូវដើរយើងដល់ត្រឹមត្រូវហើយរយៈពេលខ្លីគឺហៅថាមានការឈឺចាប់ពិបាកចិត្តដូចគ្នាអ្នកណាក៏ហៅថាមនុស្សយើងនៅមានសាច់ឈាមនៅមានបេះដូងការឈឺចាប់គឺជាមិនផុតទេក្រោយពីការវះកាត់គឺតែងតែមានការឈឺចាប់រយៈពេលខ្លីមិនអញ្ចឹងទេចាត្រូវការរយៈពេលព្យាបាលចាអញ្ចឹងថាវះកាត់ឈឺចាប់យើងត្រូវការព្យាបាលយើងធ្វើម៉េចដើម្បីឲ្យរបួសស្នាមហ្នឹងវាជាបានលឿនគឺយើងត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងគឺដាក់ចិត្តដាក់កាយទៅលើការពង្រឹងអាជីវកម្មរបស់យើងនេះធ្វើឲ្យខ្លួនឯងរវល់កាន់តែខ្លាំងរវល់ទៅលើការគ្រប់គ្រងអាជីវកម្មពង្រីកអាជីវកម្មគិតទៅលើអាជីវកម្មដាក់ចិត្តដាក់កាយកុំឲ្យខ្លួនឯងទំនេរតែខ្លួនឯងទំនេរតែយើងទំនេរយើងតែងតែគិតលិចកើតជើងត្បូងអញ្ចឹងធ្វើឲ្យអារម្មណ៍សុខភាពផ្លូវចិត្តយើងក៏មានបញ្ហាគឺនាំឲ្យផ្លូវសុខភាពផ្លូវកាយយើងកាន់តែមានបញ្ហាអញ្ចឹងខ្ញុំអត់ជ្រើសរើសផ្លូវដែលស្ងាត់ស្ងៀមដោយសង្ងំកើតទុកទេគឺយើងត្រូវតែមកមើលអាជីវកម្មរបស់យើងធ្វើម៉េចឲ្យជៀសផុតពីគេថាស្ត្រីធ្វើឲ្យបង្កើតចាអញ្ចឹងយើងកុំឲ្យគេឌីលយើងបានថាយើងជាស្ត្រីធ្វើឲ្យបង្កើតយើងត្រូវតែពង្រឹងនៅសមត្ថភាពរបស់យើងគិតទៅលើអាជីវកម្មឲ្យរវល់កាន់តែខ្លាំងអញ្ចឹងនៅពេលដែលយើងដាក់ចិត្តដាក់កាយទៅលើការគ្រប់គ្រងអាជីវកម្មឃើញថាអាជីវកម្មគឺមានការពង្រីកលឿនមែនទែន